សូមស្វាគមន៍អស់លោកអ្នកមកកាន់កម្មវិធីជួបព្រះយេស៊ូវរាល់ថ្ងៃអត្ថបទថ្ងៃនេះគឺរវាងលោកកាឡែបនិងលោកបាស៊ីឡៃតើលោកអ្នកចង់ក្លាយជាបរិសុទ្ធមួយណាយើងនឹងមើលរឿងរ៉ាវអំពីស្ដេចដាវីតនិងពួកអ្នកខ្លាំងពូកែរបស់លោកដែលជារូបភាពតំណាងឲ្យសម័យកាលរបស់យើងព្រោះដាវីតគឺជាគំរូនៃព្រះគ្រីស្ទហើយពួកអ្នកខ្លាំងពូកែរបស់លោកគឺជាតំណាងឲ្យក្រុមជំនុំរឿងនេះនិយាយអំពីការដែលដាវីតកំពុងរត់គេចពីអាប់សាឡុមដែលជាកូនប្រុសរបស់លោកដែលចង់ដណ្ដើមរាជ្យបាឡាក់ប៉ុន្តែមានបរិសុទ្ធចំណាស់ម្នាក់ឈ្មោះបាស៊ីឡៃបានជួយមើលថែទាំលោកទោះបីជាបាស៊ីឡៃមានចិត្តស្មោះស្ម័គ្រនឹងដាវីតក៏ដោយក៏គាត់នៅតែប្រែជាចាស់ជរាដោយសារតែអ្វីដែលគាត់បានជឿផ្ទុយទៅវិញកាឡែបអាចប្រយុទ្ធជាមួយពួកយេបានសូម្បីតែក្នុងវ័យ85ឆ្នាំដែលលោកកាឡែបមានវ័យចាស់ជាងលោកបាស៊ីឡៃ5ឆ្នាំទៅទៀតជួយយើងពិនិត្យមើលពីលោកបាស៊ីឡៃលោកបាស៊ីឡៃជាអ្នកស្រុកកាឡាតបានធ្វើដំណើរពីភូមិរ៉ូគីលីមមកទន្លេយ៉ូដានដែរដើម្បីជូនដំណើរស្ដេចឆ្លងទៅត្រៃម្ខាងលោកមានវ័យចាស់ជរាហើយគឺអាយុ80ឆ្នាំពេលស្ដេចគង់នៅក្រុងម៉ាហាណែមលោកគប់គង់អ្វីទាំងអស់ដែលស្ដេចត្រូវការបិទលោកជាអ្នកមានស្រុកស្ដប់ស្ដេចមានរាជឱកាសថាសូមលោកអញ្ជើញទៅក្រុងយេរូសាឡិមជាមួយខ្ញុំនឹងគប់គង់អ្វីទាំងអស់ដែលលោកត្រូវការលោកបាស៊ីឡៃទូលស្ដេចថាបបិទ្ធព្រះករុណាតើឲ្យទូបង្គំឡើងទៅក្រុងយេរូសាឡិមជាមួយព្រះករុណាធ្វើអ្វីទូបង្គំរស់មិនបានយូរប៉ុន្មានទៀតទេពេលនេះទូបង្គំមានវ័យ80ឆ្នាំហើយទូបង្គំលេចដឹងរសជាតិឆ្ងាញ់ឬមិនឆ្ងាញ់ទូបង្គំលេចដឹងរសជាតិអាហារនិងស្រាដែលទូបង្គំទទួលទានហើយទូបង្គំស្ដាប់សំឡេងអ្នកចម្រៀងប្រុសស្រីលេងនឹងដែរដូច្នេះមិនបាច់ឲ្យទូបង្គំទៅនាំតែអំពើទុកព្រះករុណាឡើយទូបង្គំមកនេះគឺគ្រាន់តែជូនដំណើរព្រះករុណាឆ្លងទន្លេយ៉ូដានប៉ុណ្ណោះម្យ៉ាងទៀតទូបង្គំមិនសមនឹងទទួលរង្វាន់នេះពីព្រះករុណាទេសូមព្រះករុណាមេត្តាអនុញ្ញាតឲ្យទូបង្គំត្រឡប់ទៅកាន់ទីក្រុងរបស់ទូបង្គំវិញចុះទូបង្គំនឹងស្លាប់នៅទីនោះបែបភ្នូឪពុកម្ដាយទូបង្គំប៉ុន្តែទូបង្គំសូមផ្ញើគឹមហាំជាកូនប្រុសរបស់ទូបង្គំឲ្យតាមដង្ហែព្រះករុណាសូមមេត្តាប្រោះដល់វាតាមព្រះទ័យរបស់ព្រះករុណាផងស្ដេចមានរាជឱកាសថាឲ្យគឹមហាំទៅជាមួយខ្ញុំចុះខ្ញុំនឹងប្រព្រឹត្តចំពោះគាត់តាមបំណងរបស់លោកអ្វីដែលលោកចង់បានខ្ញុំនឹងបំពេញជូនទាំងអស់ពេលប្រជាជនទាំងមូលឆ្លងទន្លេយ៉ូដានហើយស្ដេចក៏ឆ្លងទៅដែរព្រះបាទដាវីតអោបលោកបាស៊ីឡៃព្រមទាំងប្រទានពរដល់លោកផងបន្ទាប់មកលោកវិលត្រឡប់ទៅផ្ទះរបស់លោកវិញសាមយូអែលខ្សែទី2ចំពុក19ខ31ដល់39សូមអញ្ជើញឆ្លងទៅជាមួយខ្ញុំហើយខ្ញុំនឹងផ្គត់ផ្គង់លោកដាវីតគឺជាគំរូនៃព្រះគ្រីស្ទដូច្នេះនេះជារូបភាពបង្ហាញពីរបៀបដែលព្រះយេស៊ូវកំពុងត្រាស់ហៅយើងឲ្យមើលឃើញខ្លួនឯងជាមនុស្សដែលបានរស់ឡើងវិញនៅក្នុងទ្រង់ដើម្បីមកនៅជាមួយទ្រង់ទៅកាន់កន្លែងដែលការអស្ចារ្យនិងអធិធម្មជាតិកន្លែងប៉ុន្តែបាស៊ីឡៃទូលថាទោះបីជាបាស៊ីឡៃជាមនុស្សល្អក៏ដោយក៏គាត់បានពោលថាតើឲ្យទូបង្គំអាចបែងចែករវាងអ្វីដែលល្អនិងអ្វីដែលអាក្រក់បានទេឬតើអាចដឹងរសជាតិឬឮសំឡេងច្រៀងបានទៀតដែរឬហេតុអ្វីត្រូវធ្វើជាបន្ទោសលោកអ្នកអាចជាមនុស្សដែលមានចិត្តស្មោះត្រង់នឹងព្រះអម្ចាស់ខ្លាំងណាស់ប៉ុន្តែបែរជាមានមាត់ដែលពោពេញដោយសេចក្តីស្លាប់ទៅវិញយើងមើលអំពីលោកកាឡែបម្ដងកូនចៅយូដាបាននាំគ្នាមកជួបលោកយូស្វេនៅគីលកាពេលនោះលោកកាឡែបជាកូនរបស់លោកយេហ្វូនេក្នុងអំបូរកេណាសមានប្រសាសន៍មកកាន់លោកយូស្វេថាលោកជិតស្លាប់ហើយនៅព្រះបន្ទូលដែលព្រះម្ចាស់បានបង្គាប់មកលោកម៉ូសេអ្នកចំណិតរបស់ព្រះជាម្ចាស់នៅស្រុកកាដេសបាននេះស្ដីអំពីយើងទាំងពីរគឺលោកនិងខ្ញុំកាលនោះខ្ញុំមានអាយុ45ឆ្នាំលោកម៉ូសេជាអ្នកបម្រើរបស់ព្រះម្ចាស់
បានចាក់ខ្ញុំពីកាដេសបាននិយាយឲ្យមកស៊ើបការនៅស្រុកនេះខ្ញុំក៏បានធ្វើសេចក្តីរាយការណ៍ជូនទៅលោកវិញដោយស្មោះត្រង់បងប្អូនដែលបានឡើងមកស៊ើបការជាមួយខ្ញុំនាំគេធ្វើឲ្យប្រជាជនបាក់ទឹកចិត្តចំណែកឯខ្ញុំវិញខ្ញុំបានប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះម្ចាស់ជាព្រះនៃខ្ញុំយ៉ាងស្មោះអស់ពីចិត្តនៅថ្ងៃនោះលោកម៉ូសេបានសន្យាយ៉ាងម៉ឺងម៉ាត់ជាមួយខ្ញុំថាកូនចៅរបស់ខ្ញុំព្រមទាំងខ្ញុំនឹងទទួលទឹកដីដែលខ្ញុំឈានជើងជាន់នេះទុកជាមរតករហូតតទៅព្រោះខ្ញុំបានប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះម្ចាស់ជាព្រះនៃខ្ញុំយ៉ាងស្មោះអស់ពីចិត្តព្រះអម្ចាស់មានព្រះបន្ទូលនេះមកលោកម៉ូសេកាលពី45ឆ្នាំមុនគឺនៅគ្រាដែលជនជាតិអ៊ីស្រាអែលឆ្លងកាត់វាលរហោឋានព្រះអម្ចាស់បានទុកជីវិតឲ្យខ្ញុំរស់នៅស្របតាមព្រះបន្ទូលរបស់ព្រះអង្គឥឡូវនេះខ្ញុំមានអាយុ85ឆ្នាំហើយសប្តាហ៍នេះខ្ញុំនៅតែមានកម្លាំងដូចថ្ងៃដែលលោកម៉ូសេបានចាត់ឲ្យខ្ញុំទៅនោះដែរខ្ញុំនៅតែមានកម្លាំងដូចមុនល្មមនឹងចេញទៅប្រយុទ្ធឬធ្វើការអ្វីផ្សេងទៀតសូមប្រកល់ស្រុកភ្នំនោះមកឲ្យខ្ញុំបាត់នៅគ្រានោះព្រះម្ចាស់បានសន្យាថានឹងប្រទានមកខ្ញុំនៅថ្ងៃដដែលនោះខ្ញុំបានជម្រាបលោកស្រាប់ហើយថាមានជនជាតិអាណារស់នៅទីនោះក្រុងរបស់គេជាក្រុងធំដែលមានកំពែងយ៉ាងមាំប្រសិនមកព្រះម្ចាស់គង់ជាមួយខ្ញុំមុខជាវាយកក្រុងទាំងនោះពីកណ្ដាប់ដៃរបស់ពួកគេមកខាងដោយព្រះម្ចាស់មានព្រះបន្ទូលទុកស្រាប់យូស្វេចំពុក14ខ6ដល់ខ12រួចយូស្វេក៏ប្រទានពរដល់លោកហើយប្រគល់ក្រុងហេប្រុនឲ្យលោកកាឡែបជាកូនយេផូនេទុកជាមរតកយូស្វេចំពុក14ខ6ដល់13លោកជ្រាបស្រាប់ហើយនៅព្រះបន្ទូលដែលព្រះម្ចាស់បានមានព្រះបន្ទូលអំពីរូបលោកនិងរូបខ្ញុំរឿងដំបូងដែលលោកកាឡែបបានលើកឡើងគឺព្រះបន្ទូលរបស់ព្រះជាម្ចាស់ពួកអ្នកដែលចូលចិត្តរអ៊ូរទាំបានស្លាប់បាត់អស់ទៅហើយនៅពេលនោះប៉ុន្តែលោកនៅតែមានជីវិតរស់នៅថ្ងៃនេះខ្ញុំនៅតែមានកម្លាំងដូចកាលពីថ្ងៃដែលលោកម៉ូសេចាត់ខ្ញុំឲ្យទៅដែរកម្លាំងខ្ញុំកាលពីមុនយ៉ាងណាឥឡូវនេះក៏ខ្ញុំនៅតែខ្លាំងសម្រាប់ធ្វើសង្គ្រាមទាំងការចេញទៅនិងការចូលមកវិញយ៉ាងនោះដែរខណៈពេលដែលកាឡែបជឿថាពួកយៈគឺជាអាហារសម្រាប់រូបលោកក្នុងវ័យ45ឆ្នាំលោកក៏បានមកឈប់ដំណើរការនៃភាពចាស់ជរាប្រសិនបើលោកអ្នកមានវិញ្ញាណបែបនេះចំពោះបញ្ហាប្រឈមនិងឧបសគ្គនានានោះជីវិតនឹងមិនមានភាពតាមទាំងឡាយការពិតគឺថានឹងមានរឿងមិនល្អកើតឡើងគ្រប់ពេលវេលាប៉ុន្តែរឿងទាំងនោះគឺជាអាហារសម្រាប់លោកអ្នកលើសពីនេះកម្លាំងដែលលោកកាឡែបមានគឺជាកម្លាំងសម្រាប់ធ្វើសង្គ្រាមពោលគឺកម្លាំងកាយសម្បទាប្រហែលជាព្រះអម្ចាស់នឹងគង់ជាមួយខ្ញុំហើយខ្ញុំនឹងអាចបណ្ដេញពួកគេចេញដូចដែលព្រះម្ចាស់បានមានបន្ទូលមកដែរលោកកាឡែបបានបណ្ដេញពួកយៈចេញក្នុងវ័យ85ឆ្នាំលោកនៅតែមើលឃើញពួកយៈជាអាហារហើយកំពុងបរិភោគអាហារនោះក្នុងវ័យដ៏ចំណាស់បែបនេះខណៈពេលដែលយើងមិនអាចបន្តបាសិលាយចំពោះសេចក្តីស្មោះត្រង់របស់គាត់ប៉ុន្តែការពិតគឺគាត់បានបដិសេធមិនព្រមឈានជើងឆ្លងមកខាងឯព្រះជាម្ចាស់ដែលជាកន្លែងដែលការអស្ចារ្យកើតឡើងនោះឡើយទៅវិញលោកកាឡែបបានជឿជាក់លើព្រះបន្ទូលរបស់ព្រះហើយក៏បានបញ្ឈប់ភាពចាស់ជរាដូច្នេះប្រសិនបើលោកអ្នកមានអាយុជិត80ឆ្នាំហើយចូលបញ្ចេញជំនឿរបស់លោកអ្នកហើយពោលថាខ្ញុំនឹងនៅតែរឹងមាំដូចលោកកាឡែបឈប់និយាយថាខ្លួនឯងចាស់ហើយរូបកាយរបស់លោកអ្នកនឹងឆ្លើយតបទៅតាមសម្ដីនោះហើយគឺជាមូលហេតុដែលរឿងដំបូងដែលព្រះវិញ្ញាណបរិសុទ្ធបានធ្វើក្នុងថ្ងៃបុណ្យទី50គឺការគ្របដណ្ដប់លើអណ្ដាតរបស់ពួកសិស្សនិងប្រទានភាសាថ្មីដល់ពួកគេចូលប្រុងប្រយ័ត្នចំពោះវិញ្ញាណនៃសេចក្តីជំនឿរបស់លោកអ្នកប្រសិនបើលោកអ្នកមានការលំបាកក្នុងការជឿលើរឿងល្អប្រហែលជាលោកអ្នកកំពុងតែមើលរូបភាពអាក្រក់ច្រើនពេកឧទាហរណ៍ក្នុងរឿងភាគដូចជារឿងក្បត់គ្នារឿងដែលប្រែជាអាក្រក់ភ្លាមឬមនុស្សល្អត្រូវស្លាប់ដោយមិនដឹងខ្លួនមនុស្សខាងក្នុងរបស់លោកអ្នកកំពុងស្រូបយកដកជាប់នៅរូបភាពទាំងនោះចូលប្រុងប្រយ័ត្នចំពោះរបៀបដែលវិញ្ញាណខាងលោកីអាចជ្រាបចូលមករហូតដល់លោកអ្នកមានអារម្មណ៍ថាព្រះបន្ទូលរបស់ព្រះមិនមែនជាការពិតនៅពេលដែលលោកអ្នកប្រកាសវាចេញមកដូច្នេះចូលធ្វើដូចជាលោកឪពុកអាប់រ៉ាហាំគឺស្វែងរកកាយរបស់លោកអ្នកចូលស្វែងរកព្រះគម្ពីរដើម្បីសញ្ជិគិតនិងបំពេញចិត្តរបស់លោកអ្នកដោយរូបភាពរបស់ព្រះជាម្ចាស់ព្រះយេស៊ូវមានបន្ទូលថាតែអ្នកណាដែលផឹកទឹកដែលខ្ញុំនឹងឲ្យនោះមិនត្រូវស្រេកទៀតឡើយទឹកដែលខ្ញុំនឹងឲ្យនោះ
នឹងត្រឡប់ជាប្រភពទឹកនៅក្នុងនរកដែលហូរឡើងរហូតដល់ជីវិតអស់កលជានិច្ចយ៉ូហាន 4:14 ចូលរក្សាចិត្តឲ្យអស់ពីព្យាយាមបិទចេញពីចិត្តនោះឯងដែលបង្កើតឲ្យមានផលនៃជីវិតសុភាសិតចំពោះ 4 ខ 23 ចូលការពារចិត្តរបស់លោកអ្នកប្រសិនបើលោកអ្នកជាអ្នកជឿការដាស់តឿនរបស់ព្រះគឺនៅទីនោះជានិច្ចព្រោះទ្រង់បានប្រទានបេះដូងសាច់ដល់លោកអ្នកប៉ុន្តែទ្រង់ដឹកនាំលោកអ្នកនៅលើរលកនៃជំនឿមិនមែននៅលើភាពភ័យខ្លាចនោះទេវិធីល្អបំផុតមួយដើម្បីការពារចិត្តគឺសូមឲ្យព្រះអម្ចាស់បង្ហាញលោកអ្នកនៅផ្នែកដែលលោកអ្នកមានភាពភ័យខ្លាចសូមឲ្យទ្រង់បង្ហាញពីរបៀបដែលភាពភ័យខ្លាចនោះបានចូលមកប្រហែលជាលោកអ្នកមើលខ្សែភាពយន្តឯកសារឬរឿងឧក្រិដ្ឋកម្មច្រើនពេកហើយបានធ្វេសប្រហែសនឹងព្រះបន្ទូលរបស់ព្រះហើយលោកអ្នកអាចសូមឲ្យព្រះប្រទាននៅសេចក្តីប្រាថ្នាថ្មីចំពោះព្រះបន្ទូលរបស់ទ្រង់គឺត្រេកអរតែនឹងច្បាប់របស់ព្រះយេហូវ៉ាវិញក៏រំពឹងគិតក្នុងច្បាប់ទ្រង់ទាំងយប់ទាំងថ្ងៃអ្នកនោះនឹងបានដូចជាដើមឈើដែលដាំនៅក្បែរផ្លូវទឹកដែលបង្កើតផលតាមរដូវកាលហើយស្លឹកក៏មិនដែលក្រៀមស្វិតឡើយរួចការអ្វីដែលអ្នកនោះធ្វើក៏នឹងចំណេញឡើងទាំងអស់ទំនុកដំណើរចំពោះ1 ខ 2 ដល់ខ 3ស្លឹកក៏មិនដែលក្រៀមស្វិតឡើយនៅពេលលោកអ្នកសិនជាគិតលើព្រះបន្ទូលព្រះស្លឹករបស់លោកអ្នកនឹងមិនក្រៀមស្វិតឡើយនិយាយម្យ៉ាងទៀតលោកអ្នកនឹងរក្សាបាននូវសុខភាពនិងយុវភាពជានិច្ចអាមែនសូមឲ្យព្រះជាម្ចាស់ប្រទានពរដល់លោកអ្នកឲ្យបានដូចជាលោកកាឡាឲ្យមានកម្លាំងទោះបីជាមានវ័យច្រើនយ៉ាងណាក្តីគឺនៅតែមានកម្លាំងខ្លាំងដូចជាវ័យក្មេងសូមឲ្យភាពយុវវ័យរបស់លោកអ្នកបានប្រកបទៅដោយភាពខ្លាំងក្លាមកពីព្រះជាម្ចាស់ការអស្ចារ្យនឹងកើតឡើងរឿងអធិធម្មជាតិនឹងកើតឡើងនៅពេលដែលយើងទុកចិត្តទៅលើព្រះកម្លាំងរបស់យើងសុខភាពរបស់យើងក៏មកពីព្រះសូមប្រកាសនូវភាពវិជ្ជមានសម្រាប់សុខភាពជីវិតរបស់លោកអ្នក